បាទសួស្តីបងប្អូនអរគ្នាអញ្ចឹងតាមរយៈវីដេអូនេះដែរថ្ងៃនេះខ្ញុំមានដំណោះស្រាយសម្រាប់បងប្អូនដែលតែងតែជួបឧបសគ្គមួយចំនួនតាក់ទងនឹងការរកលុយជាមួយនឹង Facebook អញ្ចឹងប្រហែលវីដេអូខ្ញុំធ្វើមកដូចជា10វីដេអូហើយដែលនិយាយអំពីការរកលុយជាមួយនឹង Facebook ជាមួយនឹង YouTube បង្ហាញពីអីដែលយើងគួរធ្វើអ្វីដែលយើងមិនគួរធ្វើអញ្ចឹងថ្ងៃនេះដោយសារតែខ្ញុំមើលឃើញពីការព្រួយបារម្ភដែលអ្នកខ្លះគាត់បានលើកឡើងថាជាយើងធ្វើមិនទៅដោយសារយើងអត់មាន admin នៅក្នុងនៅក្រៅប្រទេសយើងអត់មានកង់ធនាគារនៅក្រៅប្រទេសយើងអាចរកលុយបានទេព្រោះទោះបីជារកគ្រប់គោលការណ៍អីក៏យើងអត់អាចដាក់កង់ធនាគារអត់អាច verify document ពិបាកអញ្ញ៉ៃយើងពិបាករកអញ្ចឹងអានេះគឺខ្ញុំតែងតែលើជារឿយមិនថាបងប្អូនអ្នកថ្មីបងប្អូនអ្នកធ្លាប់ធ្វើយូរហើយមិនទាន់ជោគជ័យទាំងអស់នេះគឺសិតតែជាបញ្ហាហើយខ្លួនខ្ញុំផ្ទាល់ក៏ខ្ញុំធ្លាប់មានបញ្ហានេះដែរប៉ុន្តែនៅតែមានដំណោះស្រាយហើយវីដេអូថ្ងៃនេះគឺធ្វើសម្រាប់អ្នកទាំងអស់គ្នាខ្ញុំចង់មកប្រាប់ពីដំណោះស្រាយមួយសម្រាប់អ្នកទាំងអស់គ្នាប្រសិនបើអ្នកទាំងអស់គ្នាគិតពីadmin នៅក្រៅប្រទេសអ្នកទាំងអស់គ្នាគិតពី bank account នៅក្រៅប្រទេសកងធនាគារនៅក្រៅប្រទេសយើងថាពិបាកមិនអាចរកលុយបានទេអញ្ចឹងយើងឈប់ខ្វល់ពីនឹងទៀតហើយដែលយើងត្រូវខ្វល់គឺខ្វល់តែពីមាតិកាដែលយើងត្រូវធ្វើថ្ងៃនេះយើងធ្វើមាតិកាអីគេ page នេះយើងធ្វើមហោ page នេះយើងទៅស្ទូចត្រី page នេះយើងផលិតតុក្កតា page នេះយើងថតរឿងអានេះគឺសិតតែជា concept ជាគំនិតក្នុងការផលិតវីដេអូទាំងធ្វើ vlog ទៅអីក៏បានដែរឲ្យតែយើងធ្វើបានទៀងទាត់ព្យាយាមជាប្រចាំបាទអូខេអញ្ចឹងសម្រាប់ដំណោះស្រាយតើធ្វើម៉េចនៅពេលដែលបងប្អូនធ្វើទៅបងប្អូនអាសាឆែកមើលនៅវីដេអូមួយនោះខ្ញុំបាននិយាយអំពីការរបៀបឆែកមើល page ធ្វើម៉េចដឹងថា page របស់យើងល្អមិនល្អយើងគ្រប់លក្ខខណ្ឌមិនលក្ខខណ្ឌ page របស់យើងត្រូវបាន Facebook ជួយរុញឲ្យទៅ audience ទៅកាន់អ្នកមើលដែរទេព្រោះ Facebook ក៏វាមានឥឡូវហ្នឹងគឺវាមានបច្ចេកវិទ្យា AI សម្រាប់ត្រួតពិនិត្យថា page របស់យើងហ្នឹងជា page ដែលគួរទៅរុញទៅឲ្យអតិថិជនមើលអ្នកមើលគាត់មើលអត់បើយើងធ្វើ content អត់ល្អគេអត់រុញទេអញ្ចឹងទោះបីយើងខំធ្វើមិនក៏ page របស់យើងគឺអត់មាន reach ល្អដែរបាទអត់មាន reach ល្អដែរបាទអញ្ចឹងយើងឈប់ខ្វល់រឿង admin រឿង bank account ទៀតអ្នកនរគ្នាធ្វើទៅប្រសិនបើគ្រប់គោលការណ៍ហើយតាក់ទងមកខ្ញុំអញ្ចឹងខ្ញុំនឹងមានក្រុមការងារគាត់នឹងជួយរៀបចំឲ្យមានន័យថា bank account ក៏នៅលើខ្ញុំ admin ក៏នៅលើខ្ញុំហើយពួកគេនឹងក្រុមការងារយើងនឹងរៀបចំដាក់ set up ឲ្យនៅពេលដែលលុយចូលហើយយើងមិនខ្វល់រឿងថាមិនខ្វល់ថាត្រូវដាក់ bank account មិនអីមិនបាច់ set up អីយើងមិនខ្វល់ទៀតទេអីដែលយើងត្រូវខ្វល់គឺធ្វើយ៉ាងណាផលិតមាតិកាឲ្យតែបានល្អផលិតមាតិកាឲ្យបានច្រើនធ្វើវីដេអូឲ្យបានច្រើនហើយចាំតែប៉ុស្តិ៍ទៅពេលដែលពួកខ្ញុំ set up bank account ហើយ admin ដាក់ admin នៅក្រៅប្រទេសហើយបងប្អូនគាត់តែផ្ញើតែវីដេអូមកពួកខ្ញុំនឹងប៉ុស្តិ៍ឲ្យអញ្ចឹងយើងចាំតែដាច់ខែនៅពេលដែលក្រុមហ៊ុនវាទម្លាក់លុយគេកាត់ភាគរយហើយចំពោះភាគរយកាត់ប្រហែលជាបងប្អូននៅបារម្ភទៀតយើងអាចកាត់ចន្លោះពី10ទៅ20%ព្រោះតើតងការរៀបចំពួកយើងត្រូវធ្វើការដូចយើងទៅធ្វើការឲ្យបងប្អូនចឹងបងប្អូនធ្វើតែវីដេអូឲ្យផ្សាយមកពួកខ្ញុំអ្នក